របៀបធ្វើឆា spaghetti គ្រឿងសមុទ្រងាយៗហើយមានរសជាតិឈ្ងុយឆ្ងាញ់ទៀតចាអញ្ចឹងដើម្បីចង់ដឹងអំពីរបៀបធ្វើនិងគ្រឿងផ្សំយ៉ាងមានអ្វីខ្លះយើងចូលរួមទស្សនាវីដេអូទាំងអស់គ្នាចាសម្រាប់ spaghetti ដែលខ្ញុំធ្វើក្នុងថ្ងៃនេះគឺខ្ញុំធ្វើសម្រាប់ញ៉ាំពី3ទៅ4នាក់ដោយជាដំបូងឡើយគឺខ្ញុំមានក្រែងបងប្អូនអាចប្រើក្រែងប្រភេទអីក៏បានដែរបន្ទាប់មកទៀតគឺយើងដាក់ក្រែងរបស់យើងនឹងត្រាំជាមួយទឹកហើយខ្ញុំបន្ថែមអំបិលចំនួន1ស្លាបព្រាកាហ្វេដើម្បីជំរះឲ្យក្រែងរបស់យើងនឹងវាខ្ជាក់ដីហើយនឹងចេញជាតិរំអិលនឹងយើងត្រាំវារយៈពេល15នាទីមកហើយបន្ទាប់មកយើងលាងសម្អាតវាបានស្អាតមកជាបន្តមកទៀតខ្ញុំមានមឹកចំនួន2សម្រាប់មឹកនេះដែរគឺខ្ញុំបានលាងនិងធ្វើវាស្អាតរួចរាល់ហើយជាបន្តមកទៀតយើងកាត់ទំហំមឹករបស់យើងតូចធំអីតាមចំណង់ចំណូលចិត្តជាបន្តមកទៀតខ្ញុំមានបង្គាដែលគេកាត់ក្បាលរួចហើយនឹងចំនួន1ខាំដែលយើងបកសម្បកវាឲ្យបានស្អាតមកជាបន្តមកទៀតយើងធ្វើការឆូតកន្លែងផ្នែកខ្នងបង្គារបស់យើងបងប្អូនហើយបន្ទាប់មកទៀតគឺយើងធ្វើការសម្អាតកន្លែងខ្នងហ្នឹងដែលយើងខ្វេះអាចបង្គារបស់យើងចេញហើយបន្ទាប់មកយើងយកវាទៅលាងសម្អាតឲ្យបានស្អាតមកចាឥឡូវយើងបានសម្អាតបង្គាមកហើយនឹងក្រែងរបស់យើងរួចរាល់ហើយសម្រាប់គ្រឿងសមុទ្រនេះដែរបងប្អូនអាចធ្វើការផ្លាស់ប្ដូរទៅតាមចំណង់ចំណូលចិត្តជាបន្តមកទៀតខ្ញុំមានខ្ទឹមសរបស់យើងចំនួន1ដុំដែលយើងបកសម្បកហើយយើងលាងសម្អាតទឹកឲ្យបានស្អាតមកជាបន្តមកទៀតយើងហាន់ខ្ទឹមរបស់យើងជាចំណិតតូចៗបែបនេះមកចាជាបន្តមកទៀតខ្ញុំមានស្លឹកparsley បងប្អូនអាចដាក់ឬក៏មិនដាក់ក៏បានដែរទៅតាមចំណង់ចំណូលចិត្តហើយយើងហាន់វាតូចៗល្អិតបែបនេះមកជាបន្តមកទៀតខ្ញុំមានកូនប៉េងប៉ោះសម្រាប់ប៉េងប៉ោះនេះដែរបងប្អូនអាចប្រើតូចធំទៅតាមចំណង់ចំណូលចិត្តជាបន្តមកទៀតយើងចាប់ផ្ដើមដាក់តាមទឹកដើម្បីយើងស្រុះ spaghetti របស់យើងនៅពេលដែលទឹករបស់យើងបានពុះហើយគឺខ្ញុំបន្ថែមអំបិលចំនួនកន្លះស្លាបព្រាកាហ្វេហើយយើងដាក់ប្រេងអូលីវចូលបន្តិចជាបន្តមកទៀតយើងដាក់ spaghetti របស់យើងចំនួន3ដុំយើងដាក់វាស្រោសហ្នឹងដែលខ្ញុំដាក់ស្រោសវារយៈពេលប្រហែលជា6នាទីចាឥឡូវ spaghetti របស់យើងបានរីកល្អហើយអញ្ចឹងជាបន្តមកទៀតយើងចាក់ spaghetti របស់យើងទៅក្នុងកញ្ច្រែងមួយហើយយើងទុកឲ្យវាស្ងួតទឹកបន្តិចមកជាបន្តមកទៀតយើងចាប់ផ្ដើមឆាគ្រឿងសមុទ្ររបស់យើងដូចជាដំបូងឡើយយើងដាក់ប្រេងអូលីវវាយើងច្រើនបន្តិចមកហើយបន្តមកទៀតយើងដាក់បំពងខ្ទឹមរបស់យើងនៅពេលដែលខ្ទឹមរបស់យើងឡើងក្រហមល្អហើយគឺយើងស្រង់ខ្ទឹមរបស់យើងឡើងចេញសិនហើយបន្ទាប់មកទៀតយើងចាក់បង្គាមកហើយនឹងក្រែងរបស់យើងចូលយើងឆាវាឲ្យបានឆ្អិនបន្តិចមកចឹងនៅពេលដែលមឹកបង្គាហើយនឹងក្រែងរបស់យើងបានឆ្អិនបន្តិចហើយគឺខ្ញុំចាក់ប៉េងប៉ោះចូលហើយបន្តមកទៀតយើងចាប់ផ្ដើមបន្ថែមគ្រឿងតែនៅក្នុងវីដេអូនេះគឺខ្ញុំអត់បានថតនៅពេលដែលយើងដាក់គ្រឿងទេគឺខ្ញុំបន្ថែមទឹកត្រីចំនួន2ស្លាបព្រាបាយនិងម្សៅស៊ុបចំនួន1ស្លាបព្រាបាយហើយសម្រាប់គ្រឿងផ្សំនេះដែរបងប្អូនអាចធ្វើការបន្ថែមបន្ថយទៅតាមចំណង់ចំណូលចិត្តជាបន្តមកទៀតយើងចាក់ spaghetti របស់យើងចូលហើយយើងឆាច្របល់វាចុះឡើងបន្តិចមកនៅពេលដែល spaghetti ហើយនឹងគ្រឿងសមុទ្ររបស់យើងនឹងបានចូលជាគ្នាសព្វល្អហើយយើងធ្វើការបិទភ្លើងហើយបន្ទាប់មកទៀតយើងបន្ថែមម្រេចបន្តិចហើយយើងចាក់ខ្ទឹមបំពងហើយនឹងស្លឹកparsley របស់យើងហើយបន្ទាប់មកយើងបន្ថែមប្រេងអូលីវចូលបន្តិចមកហើយយើងច្របល់វាបានចូលជាតិគ្នាសព្វល្អមកជាការស្រេច